សួស្តីហ្វេនជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីចាមកកាន់ Channel របស់ Admin នៅថ្ងៃនេះ Admin នឹងមកសម្ដែងរឿង The Blessing ភាគទី10និងភាគទី11បញ្ចូលគ្នាចឹងបើសិនជាចង់ដឹងថាតើសាច់រឿងរបស់យើងនឹងទៅជាយ៉ាងណានោះតើទៅទស្សនាជាមួយ Admin ទាំងអស់គ្នាកាលពីនៅភាគមុនតួឯកទាំងពីររបស់យើងពួកគេក៏បានឈរនិយាយគ្នាលេងពីដើមឈើម្ដងហើយក៏សៀតសាសងពីសម្ដីខ្លះៗទៅកាន់គ្នាអីចឹងទៅបន្ទាប់ពីដើមមើលសັບគ្រប់អស់ហើយគ្រប់គ្នាក៏បានត្រឡប់ទៅវិញផងដែរលោកក្រោយមកតួស្រីរបស់យើងនាងក៏បានត្រឡប់មកអង្គុយលេងនៅក្នុងសួនច្បារជិតផ្ទះហើយគ្រានឹងដែរសៀងយ៉ានាងក៏បានផ្ញើរូបជុំគ្នាមកឲ្យតួស្រីរបស់យើងមើលនិងប្រាប់ឲ្យនាងផ្ញើវាឲ្យបងពេទ្យផងតួស្រីឃើញហើយនាងក៏បានស៊ូមរូបនឹងមើលហើយថែមទាំងញញឹមតាមម្នាក់ឯងទៀតផងជាមួយគ្នានឹងដែរសូយាគេក៏បានមកដល់និងសុំទោសទៅកាន់នាងដែលឲ្យរងចាំយូរតែតួស្រីក៏ប្រាប់ថាអត់អីទេស្រាប់តែគ្រានឹងដែរសូយាគេក៏បានសើចព្រោះគេនឹកឃើញរឿងដែលតួស្រីយើងស្វឹងព្រោះកន្លែងនេះជាកន្លែងដែលគេបានជួបនាងនៅយប់នោះតួស្រីឃើញគេសើចចឹងនាងក៏បានសុំទោសគេព្រោះនាងពិតជាស្វឹងពិតមែននាងគ្មានចេតនាជេរគេគ្រានឹងដែរសូយាគេក៏បានបកគោលថងកោបថ្មីមួយឲ្យនាងហើយឃើញថាក្លិនរបស់វាពិតជាខុសប្លែកជាងរាល់ដងខ្លាំងណាស់លើសពីនឹងទៅទៀតសូយាគេក៏បានឲ្យនាងទៅពិនិត្យសុខភាពនៅសប្តាហ៍ក្រោយនេះផងព្រោះសប្តាហ៍នេះនាងអត់បានទៅតែតួស្រីនឹងបែរជានិយាយទៅវិញថាចង់បើខ្ញុំចង់ជួបលោកតើតែខ្ញុំឈឺមែនទេគ្រាន់តែលើពាក្យនឹងភ្លាមសូយាគេដូចជារៀងភ្ញាក់ផ្អើលបន្តិចឯតួស្រីរបស់យើងនាងក៏រៀងភ្ញាក់ផ្អើលនឹងពាក្យរបស់នាងដូចគ្នាព្រោះមុនហ្នឹងនាងអត់ដឹងថាខ្លួនឯងនិយាយអីទេលោកពេលដែលនាងត្រឡប់មកផ្ទះវិញម៉ែរបស់នាងក៏បានសួរពីថងកោបនៅនឹងដៃតើវាជាអីហ្នឹងតើតួស្រីក៏យកវាមកឲ្យគាត់ធ្វើឲ្យគាត់ពិតជាពេញចិត្តខ្លួននឹងខ្លាំងមែនតើហើយតួស្រីរបស់យើងនាងក៏សុំលាគាត់ចូលបន្ទប់តែម្ដងទៅពេលដែលចូលមកដល់ភ្លាមតួស្រីក៏បាននឹកឃើញពីរឿងរបស់សូយាហើយនាងក៏យកថងកោបមកហិតទាំងក្នុងចិត្តនឹងពោពេញទៅដោយក្តីសុខអីចឹងទៅលោកស្ដេចបន្ទាប់ខាងក្រុមធัวពួកគេក៏បាននាំភ្ញៀវជាច្រើនអ្នកមកកាន់សន្តាគារហើយភ្ញៀវទាំងអស់សុទ្ធតែជាមនុស្សចាស់ទៀតផងគ្រាន់តែមកដល់ភ្លាមគ្រប់គ្នាពិតជារីករាយយ៉ាងខ្លាំងហើយក៏នាំគ្នាថតរូបឡើងពេញនឹងផងដែរចំណែកបុគ្គលិកទាំងអស់ពួកគេពិតជាមមាញឹកខ្លាំងណាស់រត់តែពេលសម្រាប់មិនបាននោះឡើយចំណែកតួស្រីយើងវិញនាងរវល់នឹងបម្រើអាហារជូនភ្ញៀវទាំងអស់ឯសៀងយ៉ាវិញនាងក៏រវល់ណែនាំភ្ញៀវពីអាហារសុខភាពដែលខាងសន្តាគារបានរៀបចំថែមទាំងបង្ហាញពួកគាត់ពីថ្នាំបុរាណផ្សេងៗអីចឹងទៅងាកមកមើលខាងតួស្រីវិញនាងនិងបុគ្គលិកសម្អាតបន្ទប់នឹងក៏បាននាំគ្នាដើរពីតាមបន្ទប់នីមួយៗនិងយកខ្នើយសុខភាពដាក់តាមបន្ទប់ទៀតផងពេលនឹងដែរក៏មានអ៊ំស្រីម្នាក់គាត់ក៏បានស្ដីហៅតួស្រីរបស់យើងឲ្យជួយផ្លាស់ប្ដូរក្លិននៅក្នុងបន្ទប់របស់គាត់បន្តិចព្រោះគាត់អត់ចូលចិត្តក្លិនកោបនឹងនោះទេគាត់ចង់បានក្លិនផ្សេងអីចឹងណាបន្ទាប់ពីតួស្រីឆែកមើលរបាយការណ៍រួចហើយនាងក៏បានសួរយោបល់របស់គាត់វិញតើគាត់ចង់បានក្លិនប្រភេទណាហើយគាត់ប្រាប់នាងតាមនឹងអីចឹងទៅហើយតួស្រីរបស់យើងក៏ប្រញាប់រៀបចំបដូរជូនគាត់យ៉ាងលឿនកាត់ទៅមើលខាងសូយាវិញគេបានមកមើលចៅចើថែមទាំងយករបស់ក្មេងលេងឲ្យគេទៀតផងប៉ុន្តែម្ដាយរបស់ចៅចើអ្នកហ៊ានទទួលយកទេតើសូយានឹងក៏ប្រាប់ថាអត់អីនោះទេរបស់មួយនេះគឺមាននារីម្នាក់ជូនដល់ចៅចើតែប៉ុណ្ណោះនៅពេលលើចឹងចៅចើក៏បានទទួលយកហើយគេពិតជាសប្បាយចិត្តមែនទែននៅពេលដែលឃើញរបស់លេងស្អាតបែបនេះមិនតែប៉ុណ្ណោះសូយាគេក៏បានសុំថតរូបចៅចើមកប៉ុស្តិ៍ដើម្បីផ្ញើឲ្យតួស្រីរបស់យើងមើលអីចឹងណាហើយចៅចើគេក៏បានថតរូបជាមួយនឹងម្ដាយរបស់គេផងដែរបន្ទាប់មកសូយាគេក៏បានផ្ញើរូបនឹងឲ្យតួស្រីយើងមើលនិងប្រាប់នាងតាមនឹងតួស្រីមើលហើយនាងក៏បានដាក់ឌឺទៅកាន់សូយាវិញថាខ្ញុំស្មានតែលោកទុកវាលេងខ្លួនឯងហើយតើសូយាឃើញឆាតនឹងហើយគេពិតជាហួសចិត្តយ៉ាងខ្លាំងក្រោយពីមើលចៅចើរួចហើយសូយាក៏បានត្រឡប់ទៅបន្ទប់របស់គេវិញជាហេតុថ្វាយលីជានិងខោស៊ីនពួកគេពិតជាឆ្នើមមែនតើមិនក៏មកយ៉ានឹងសូយាគេសប្បាយចិត្តខ្លាំងម៉ែកាត់ទៅមើលខាងសូយាវិញនៅពេលដែលគេកំពុងត្រៀមចាំអីវ៉ាន់ចៅចើក៏បានចូលមករកគេព្រោះតែគេមានការចង់សួរសូយាហ្នឹងណាហើយសូយានឹងក៏បានឲ្យចៅចើនិយាយមកតែគេមានការអីទៅចៅចើនឹងក៏ប្រាប់ថាតើនារីដែលផ្ដល់របស់លេងឲ្យខ្ញុំនោះនាងជាមិត្តស្រីរបស់ពូមែនទេបើសិនជាអញ្ចឹងមែននោះផែនការរបស់ខ្ញុំនឹងសាបសូន្យជាមិនខានសូយាលើហើយគេឡើងឆ្ងល់ហ្មងតើចៅចើនឹងគេមានផែនការអីហើយតើចៅចើនឹងក៏និយាយបន្តថាការប៉ັດតើខ្ញុំចង់រកបរិសុទ្ធល្អម្នាក់ឲ្យម៉ាក់របស់ខ្ញុំហើយខ្ញុំក៏ចង់រកប៉ាម្នាក់ផងដែរតាំងពីដើមមកម៉ាក់របស់ខ្ញុំគាត់មិនដែលទទួលបានពាក្យល្អៗនោះទេការដែលប៉ារបស់ខ្ញុំនៅរស់គាត់តែងតែស្ដីបន្តឲ្យម៉ាក់រហូតតែពេលនេះតែប៉ុណ្ណោះដែលអ្នកម៉ាក់បានទទួលពាក្យពីលោកលោកពូចឹងហើយបានជាខ្ញុំចង់បានលោកពូជាប៉ារបស់ខ្ញុំហ្នឹងណាប៉ុន្តែសូយាគេក៏ប្រាប់វិញថាពូមិនអាចធ្វើជាប៉ារបស់ឯងបាននោះឡើយចៅចើលើចឹងគេក៏តបវិញថាខ្ញុំដឹងតើព្រោះពូមានមិត្តស្រីឯហ្នឹងចឹងខ្ញុំមិនអាចឲ្យពូធ្វើជាប៉ារបស់ខ្ញុំមកខ្ញុំសូមជូនពូនិងមិត្តស្រីឲ្យជួបតែសុភមង្គលផងចោលនិយាយរួចគេក៏ហត់ទៅចាប់ដៃរបស់សូយាហើយសូយាហ្នឹងក៏ចាប់ដៃរបស់ចៅចើផងដែរកាត់ទៅមើលខាងតួស្រីវិញបន្ទាប់ពីនាងរួចរាល់ការងារនាងនិងអ៊ីសិនហ្នឹងក៏បាននាំគ្នាមកអង្គុយសម្រាប់បន្តិចនិងនិយាយគ្នាលេងពីនេះពីនោះអីចឹងទៅគ្រានឹងដែរអ៊ីសិនគេក៏បានប្រាប់តួស្រីយ៉ាងថានៅឆ្នាំក្រោយនេះគេនឹងលាលែងពីតំណែងរបស់គេហើយព្រោះគេត្រូវត្រឡប់ទៅស្រុកកំណើតដើម្បីជួយមើលការខុសត្រូវអាជីវកម្មរបស់គ្រួសារណាមួយពួកគាត់ចាស់ជរាហើយចឹងគ្មាននរណានៅមើលការខុសត្រូវទេតួស្រីលើចឹងនាងក៏សួរអ៊ីសិនថាចុះសៀងយ៉ានាងដឹងពីរឿងហ្នឹងនៅអ៊ីសិនក៏ប្រាប់វិញថានាងបានលោកស្ដាប់ខ្ញុំនិយាយគ្នាជាមួយម៉ែរបស់ខ្ញុំមកហើយហ្នឹងតួស្រីលើហើយនាងក៏យកពីមូលហេតុដែលសៀងយ៉ាកំពុងតែខឹងផងដែរយ៉ាងណាមិញអ៊ីសិនគេពិតជាមិនយល់ក៏តែសោះតើសៀងយ៉ានឹងអន់ចិត្តនឹងគេព្រោះតែគេមិនបានប្រាប់នាងឬមួយក៏នាងអន់ចិត្តចំពោះរឿងអីផ្សេងអញ្ចឹងណាតែតួស្រីនឹងក៏ប្រាប់អ៊ីសិនថាចាំខ្ញុំនឹងសួរនាងឲ្យលោកចោលប៉ុន្តែអ៊ីសិនគេក៏បានប្រាប់វិញថាមិនបាច់នោះទេព្រោះពេលនេះហើយនាងកំពុងតែចាប់អារម្មណ៍លើនិស្សិតពេទ្យនោះចឹងកុំទៅរំខាននាងអីនៅពេលលើអ៊ីសិននិយាយបែបនេះតួស្រីក៏តបទៅវិញថាមិនក៏លោកអត់យល់អីសោះអញ្ចឹងតើនាងណាទៅចាប់អារម្មណ៍មនុស្សប្រុសក្មេងហ៎តាំងពីដើមមកអត់ខ្វះមនុស្សប្រុសតាមស្រឡាញ់នាងនោះទេតែនាងអត់ដែលចាប់អារម្មណ៍ទេបើសិនជានាងចង់បានប្រុសក្មេងនាងយកយូរណាស់មកហើយមិនមែនចាំដល់ពេលនេះទេអ៊ីសិនស្ដាប់ហើយគេក៏យល់ថាអញ្ចឹងដូចគ្នាហើយគេក៏បានសួរយោបល់ទៅកាន់តួស្រីយ៉ាងថាគេនឹងសៀងយ៉ានឹងរាប់គ្នាជាមិត្តយូរមកហើយដូច្នេះតើគេអាចមានឱកាសផ្សេងពីនឹងទេប៉ុន្តែសំណួ
នួររបស់អ៊ីសានធ្វើឲ្យតួស្រីរបស់យើងពិបាកឆ្លើយមែនទែនព្រោះនាងអត់ដឹងថាគួរឆ្លើយបែបណាលោកពេលចេញពីធ្វើការតួស្រីក៏បានឆាតសួរស៊ូយាពីចៅចើតើពេលនេះគេយ៉ាងម៉េចហើយស៊ូយាក៏ប្រាប់ថាគេអត់អីនោះទេហើយគេក៏បានឲ្យនាងមកលេងផ្ទះរបស់គេចាំគេធ្វើអាហារឲ្យនាងញ៉ាំតួស្រីឃើញឆាតនឹងហើយនាងពិតជារីករាយមែនទែនហើយនាងក៏បានទៅផ្ទះរបស់ស៊ូយាផងដែរពេលដែលមកដល់ហើយនោះស៊ូយាក៏បានយកស្បែកជើងមកឲ្យនាងពាក់និងចាក់ទឹកយកមកឲ្យនាងផឹកអីចឹងទៅហើយពួកគេទាំងពីរក៏និយាយគ្នាលេងពីនេះពីនោះបន្ទាប់មកស៊ូយាគេក៏ចាប់ដើមធ្វើម្ហូបហើយគេក៏បានងាកទៅសួរតួស្រីរបស់យើងតែគ្រាហ្នឹងស៊ូយាគេពិតជាផាត់ភ័យយ៉ាងខ្លាំងព្រោះឃើញតួស្រីរបស់យើងហ្នឹងកំពុងតែឈរមើលកងសោចិញ្ចៀនដែលនាងបានឲ្យគេកាលពីលើកមុនស៊ូយាឃើញចឹងគេក៏បានដើរទៅរកតួស្រីរបស់យើងនិងរកនឹកពាក្យដោះសារទៅកាន់នាងអីចឹងទៅប៉ុន្តែធៀបពិតតួស្រីរបស់យើងហ្នឹងបានសួរពីកងសោហ្នឹងនោះទេតែអ្វីដែលនាងចង់សួរគឺជាបន្តោងដែលនៅជាប់នឹងសោផ្ទះរបស់ស៊ូយាសោះព្រោះនាងឃើញរបស់នឹងចម្លែកស៊ូយាលើហើយគេក៏រៀងធូរទ្រូងបន្តិចហើយគេក៏រៀបរាប់ប្រាប់នាងពីបន្តោងសោរបស់គេតាមនឹងអីចឹងទៅហើយបន្តោងសោហ្នឹងគេហៅថាឆ្អឹងនេះតែវាមិនមែនជាឆ្អឹងនេះពិតប្រាកដនោះទេវាគ្រាន់តែជារូបចម្លាក់មួយដែលគេបង្កើតឡើងទោះស្រីស្ដាប់ហើយនាងកាន់តែឆ្ងល់ទៀតហើយតែស៊ូយានឹងក៏បានដេញឲ្យនាងទៅលេងដៃភ្លាមទៅអាងទៅញ៉ាំស៊ុបជុំគ្នាបន្ទាប់មកពួកគេទាំងពីរក៏បានញ៉ាំស៊ុបជាមួយគ្នាញ៉ាំបណ្ដាទោះស្រីក៏បានផ្ញើរូបការពីលើកមុនឲ្យស៊ូយាមើលហើយគេក៏ប្រាប់ទោះស្រីយ៉ាងថាគេអត់ពេញចិត្តរូបហ្នឹងទេព្រោះមើលទៅខ្លួនគេដូចជាមើងម៉ាត់ខ្លាំងពេកទោះស្រីក៏តបវិញថាលោកជាគ្រូពេទ្យបើមិនមើងម៉ាត់មិនកើតទៅប៉ុន្តែស៊ូយាក៏តបវិញថាមកពីថ្ងៃនោះខ្ញុំធ្វើទឹកមុខខុសពីអារម្មណ៍ពិតទៅណាការប៉ັດតែថ្ងៃនោះហើយគឺជាថ្ងៃដែលខ្ញុំរីករាយខ្លាំងបំផុតទោះស្រីលើពាក្យហ្នឹងហើយនាងក៏បានញញឹមទាំងអ៊ីនផងដែរព្រោះនាងយល់ពីន័យរបស់គេលោកក្រោយពេលញ៉ាំអាហាររួចទោះស្រីក៏បានសុំលាស៊ូយាត្រឡប់ទៅវិញព្រោះម៉ាក់របស់នាងបានឆាតមកហ្នឹងណាតែស៊ូយាហ្នឹងគេក៏បានចុះទៅក្រោមជាមួយនឹងទោះស្រីរបស់យើងដូចគ្នាដោយយកលេខថាយកសម្រាប់ទៅចោលអីចឹងទៅបន្ទាប់ពីចុះមកដល់ក្រោមពួកគេក៏បានលាគ្នានៅពេលដែលទោះស្រីមកដល់ផ្ទះភ្លាមនាងក៏បានងាកទៅមើលសោបន្ទប់របស់នាងហើយក៏សម័យពីកងសោដែលនាងបានប្រទះឃើញនៅផ្ទះរបស់ស៊ូយានាងពិតជាឆ្ងល់ខ្លាំងណាស់តើកងសោហ្នឹងជាកងសោដែលនាងបានឲ្យគេការពីលើកមុនមែនទេតែគេបានប្រាប់នាងថាវាបាត់ហើយហ្នឹងចុះមិនក៏វានៅទីនោះអញ្ចឹងយ៉ាងណាមិញទោះស្រីរបស់យើងនាងនៅតែមិនយល់ពីរឿងនេះហើយនាងក៏បានគិតថាប្រហែលជានាងយល់ច្រឡំអីចឹងណាសាច់រឿងក៏បានកាត់ទៅស្អែកថ្មីជាបន្តទៀតនៅពេលដែលតួស្រីរបស់យើងសម្រាប់ពីការងារនាងក៏បានយកថង់កៅអុំមកហើយពេលហ្នឹងដែរក្រុមការងារក៏បានហៅនាងឲ្យបញ្ញាប់មកមើលភ្ញៀវម្នាក់ព្រោះគាត់កំពុងតស្រួលខ្លួនអីចឹងណាតួស្រីលើហើយនាងក៏បញ្ញាប់ទៅយ៉ាងលឿនលោកពេលដែលនាងមកដល់នាងក៏បានយកថ្នាំមកឲ្យអ៊ំស្រីម្នាក់នឹងលេបហើយខាងបុគ្គលិកសន្តាគារហ្នឹងគេចង់ឲ្យគាត់ទៅមន្ទីរពេទ្យអីចឹងណាប៉ុន្តែអ៊ំស្រីម្នាក់ហ្នឹងក៏ព្រមទៅនោះឡើយគាត់ក៏ប្រាប់ថាពេលគាត់ញ៉ាំថ្នាំហើយគាត់នឹងបានធូរជាមិនខានតួស្រីលើចឹងនាងក៏ដេញឲ្យបុគ្គលិកចេញទៅសិនចោលចាំនាងនិយាយជាមួយអ៊ំស្រីអីចឹងទៅបន្ទាប់មកតួស្រីរបស់យើងនាងក៏ឆុងទឹកក្តៅជាមួយនឹងឫឈើឲ្យគាត់ផឹកហើយក៏សាកសួរព័ត៌មានខ្លះៗពីគាត់ព្រោះតាំងពីគាត់មកស្នាក់នៅសន្តាគារនេះនាងមិនដែលឃើញគាត់ដើរលេងជាមួយក្រុមចាស់ៗគ្នាគាត់សោះតែអ៊ំស្រីហ្នឹងក៏ប្រាប់វិញថាខ្ញុំមិនដែលស្គាល់ពួកគេនោះទេខ្ញុំចុះឈ្មោះដំណើរកំសាន្តនេះតែម្នាក់ឯងតែប៉ុណ្ណោះតួស្រីលើចឹងនាងក៏សួរពីគ្រួសាររបស់គាត់វិញម្ដងទៅអ៊ំស្រីក៏ប្រាប់ថាប្តីរបស់ខ្ញុំហ្នឹងគាត់បានស្លាប់យូរណាស់មកហើយចំណែកកូនរបស់ខ្ញុំវិញពួកគេទៅរៀននៅបរទេសអីដូច្នេះរាល់ថ្ងៃនេះខ្ញុំរស់នៅតែម្នាក់ឯងតែប៉ុណ្ណោះចឹងហើយខ្ញុំក៏បានលក់ផ្ទះរបស់ខ្ញុំហើយយកលុយដើរលេងជុំវិញប្រទេសឲ្យសប្បាយចិត្តហ្មងទៅទោះស្រីស្ដាប់គ្រប់រឿងហើយនាងក៏បានគិតដល់ម៉ាក់ប៉ារបស់នាងផងដែរព្រោះរាល់ថ្ងៃនេះនាងក៏បានសួរពីសុខទុក្ខឬក៏សុខភាពរបស់ពួកគាត់សោះបន្ទាប់មកទៀតទោះស្រីរបស់យើងនាងក៏បានមករកសៀងយ៉ាហើយសៀងយ៉ាហ្នឹងក៏បានទៅចាប់សុខខ្លះៗឲ្យទោះស្រីរបស់យើងយកទៅឲ្យម៉ាក់ប៉ារបស់នាងញ៉ាំឆ្លៀតពេលហ្នឹងទោះស្រីរបស់យើងនាងក៏បានសួរសៀងយ៉ាពីរឿងរបស់យីសិនតើនាងនឹងគេហ្នឹងមានរឿងអីជាមួយនឹងគ្នាមែនទេតើសៀងយ៉ាហ្នឹងក៏ប្រាប់ទោះស្រីតាមហ្នឹងអីចឹងទៅនាងអន់ចិត្តនឹងយីសិនព្រោះតែរឿងដែលគេត្រឡប់ទៅសុខកំណើតដូច្នេះនាងគ្មានអ្វីទៅនិយាយជាមួយគេព្រោះមុននឹងក្រោយគេគង់តែចាក់ចេញទៅដែរហ្នឹងយ៉ាងណាមិញទោះស្រីរបស់យើងនាងក៏បង្ហាញប្រាប់សៀងយ៉ាតិចៗពីចិត្តរបស់យីសិនតែសៀងយ៉ានាងក៏ដឹងច្បាស់ដូចគ្នាថាគេមានចិត្តមកលើនាងប៉ុន្តែហេតុអីបានជាគេមិនហ៊ានទទួលស្គាល់អញ្ចឹងរាល់ថ្ងៃនេះនាងពិតជាហត់នឹងគេខ្លាំងណាស់ទោះស្រីស្ដាប់គ្រប់រឿងហើយនាងក៏មិនដឹងថាគួរនិយាយថាម៉េចទៀតទេចឹងមានតែទុកឲ្យសម័យខ្លួនជាអ្នកដោះស្រាយចោលក្រោយមកទោះស្រីរបស់យើងនាងក៏បានត្រឡប់មកដល់ផ្ទះវិញហើយម៉ាក់ប៉ារបស់នាងនឹងក៏បានយកស៊ុបមកកម្ដៅញ៉ាំផងដែរតែមុននឹងពួកគាត់ញ៉ាំម៉ាក់របស់ទោះស្រីយើងនឹងក៏បានថតវាមកប៉ុស្តិ៍សិនអីចឹងណាជិតពេលហ្នឹងដែរទោះស្រីរបស់យើងនាងក៏បានសួរពួកគាត់ពីសុខភាពប្រចាំកាយតែពួកគាត់អត់អីទេមែនទេគ្រាន់តែលឺនាងសួរអញ្ចឹងភ្លាមពួកគាត់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះអត់ដែលលឺនាងសួរអញ្ចឹងកាលពីមុនមកទេតែទោះស្រីហ្នឹងក៏ប្រាប់ថាមកពីខ្ញុំបារម្ភពីអ្នកទាំងពីរហ្នឹងណានៅពេលលើអញ្ចឹងម៉ាក់របស់ទោះស្រីយើងក៏ប្រាប់វិញថាម៉ាក់ប៉ាមិនអីនោះទេព្រោះរាល់ថ្ងៃម៉ាក់ប៉ាចេះមើលថែខ្លួនឯងហើយទោះស្រីលើអញ្ចឹងនាងក៏សប្បាយចិត្តដូចគ្នាហើយក៏និយាយគ្នាលេងបណ្ដាញ៉ាំបណ្ដាអីចឹងទៅបន្ទាប់ពីញ៉ាំរួចទោះស្រីក៏បានចូលគេងហើយឃើញថានៅថ្ងៃនេះនាងពិតជាហត់នឿយខ្លាំងណាស់នាងក៏ដាក់ខ្លួនគេងតែម្ដងទៅសាច់រឿងក៏បានកាត់ទៅស្អែកថ្មីជាបន្តទៀតលោកព្រឹកឡើងម៉ោងរោក៏បានដាក់ឲ្យទោះស្រីរបស់យើងភ្ញាក់ហើយនាងក៏យកទូរស័ព្ទមកមើលទៅដឹងថាថ្ងៃនេះនាងគេងបានដល់ទៅ10ម៉ោងឯណោះចឹងវាបានច្រើនជាងរាល់ដងអីចឹងណាប៉ុន្តែអ្វីដែលមិននឹកស្មាននោះបែរជានាងមិនអាចក្រោកដើរបានទេព្រោះយប់មិញទោះស្រីរបស់យើងដេកធ្លាក់ក្បាលចូលទៅក្រោមចឹងហើយបានជាកញ្ចឹងករបស់នាងវាជាប់តែម្ដងសូម្បីតែងាកក្បាលក៏ងាកមិនរួចនោះដែរមិនបងយូរឡើយទោះស្រីក៏បានមករកស៊ូយាឲ្យជួយពីរឿងនេះស៊ូយាឃើញចឹងក៏ឡើងអស់សំណើចហ្មងណាហើយគេក៏ដើរមកច្បាច់ស្មាឲ្យទោះស្រីរបស់យើងថ្នមនិងប្រាប់ឲ្យនាងធ្វើធម្មតាកុំប្រឹងខ្លួនឯសោះលោកពេលឃើញទោះស្រីរបស់យើងផ្លេចខ្លួនស៊ូយាគេក៏បានសង្កត់ចាំសរសៃយ៉ាងខ្លាំងដល់ថ្នាក់ទោះស្រីយើងឡើងភ្ញាក់ហ្មងណាបន្ទាប់មកទៀតស៊ូ
យាគេក៏បានចាប់ក្បាលរបស់តួស្រីយើងវិលទៅវិលមកបន្តិចម្ដងហើយគេក៏កាច់លើសូតាកែកែអីចឹងទៅឯតួស្រីវិញនាងចង់វិទ្យាហ្មងឯងកាលមកទៀតសូយាគេក៏បានឲ្យនាងក្រាបឈរវិញម្ដងនិងឲ្យនាងយកដៃអបស្មាសងខាងឲ្យជាប់ហើយគេក៏ឈរពីក្រោយនាងនិងចាប់នាងពុតខ្លួនបន្តិចម្ដងលុះពេលឃើញតួស្រីយើងផ្លេចខ្លួនគេក៏កាច់ខ្លួននាងលើសូតាកែជាហេតុធ្វើឲ្យតួស្រីរបស់យើងស្រែកឡើងផ្លាត់សម្លេងទៅហើយព្រោះតែវាចុកចកេះពេកតែយ៉ាងណាមិញការម៉ាស្សារបស់សូយាពិតជាធ្វើឲ្យនាងបានស្រួលខ្លួនយ៉ាងខ្លាំងតែនាងបែរជាខឹងនឹងសូយាទៅវិញថែមទាំងធ្វើមុខកញ្ញើដាក់គេអញ្ចឹងណាឯសូយាវិញគេឡើងឆ្ងល់ហ្មងគេខំម៉ាស្សាឲ្យនាងហើយមិនក៏នាងសម្លក់គេអញ្ចឹងតែតួស្រីនឹងអ្នកតបអីទេនាងក៏សុំលាសូយាតែម្ដងទៅពេលនៅតាមផ្លូវតួស្រីក៏បានខកទៅប្រាប់សៀងយ៉ាពីរឿងរបស់សូយាដោយប្រាប់ថាសូយានឹងគេអាចចេះធ្នំដៃសោះគេបែរជាធ្វើបាបនាងឲ្យចុកពេញខ្លួនអីចឹងណាតែសៀងយ៉ានាងអត់បានស្ដាប់រឿងរបស់តួស្រីយើងទេនាងបែរជាស្អែកឲ្យតួស្រីយើងវិញថាអីសិនណាគេក៏មិនដែលទន់ភ្លន់ជាមួយនឹងមនុស្សស្រីដែរនិយាយរួចនាងក៏ចុចបិទតែម្ដងទៅជាហេតុធ្វើឲ្យតួស្រីរបស់យើងឡើងបតសញ្ញាសួរពេញនឹងហ្មងងាកទៅមើលខាងសូយាវិញនៅពេលដែលគេចេញពីធ្វើការគេក៏បានសួរបុគ្គលិកពីថ្នាំរបស់តួស្រីយើងតើនាងមកយកនៅបុគ្គលិកក៏ប្រាប់ថានៅទេតើសូយានឹងគេក៏បានយកវាទៅឲ្យតួស្រីរបស់យើងតែម្ដងទៅចំណែកខាងតួស្រីវិញនាងកំពុងតែសរសេរគម្រោងមួយទាក់ទងនឹងការធ្វើថង់កោបដាក់ក្នុងសន្តាគារដើម្បីផ្ញើវាទៅកាន់សាលានៅបរទេសព្រោះវាអាចជាចំណុចក្នុងការដាក់ពាក្យរបស់នាងទៅរៀននៅប្រទេសស្វីសអីចឹងណាប៉ុន្តែចំណេះដឹងរបស់នាងនៅស្ទើរដូច្នេះនាងក៏ត្រូវឲ្យសូយាជួយហ្មងទៅចៃដន្យពេលនៅតាមផ្លូវក៏ស្រាប់តែបានជួបសូយាហើយគេក៏បានប្រកួតថ្នាំឲ្យនាងផងដែរតែតួស្រីក៏ប្រាប់ថានាងចង់ពឹងពាក់គេបន្តិចសូយាលើហើយគេក៏បបួលនាងទៅផ្ទះរបស់គេហ្មងទៅចឹងបន្ទាប់មកពួកគេក៏បានមកដល់ផ្ទះហើយតួស្រីក៏ប្រាប់សូយាពីអ្វីដែលនាងកំពុងតែធ្វើហើយនាងចង់បានកំណត់ពីសូយាអីចឹងណាសូយាស្ដាប់ហើយគេក៏បានទៅយកសៀវភៅស្រាវជ្រាវខ្លះមកឲ្យតួស្រីរបស់យើងដើម្បីធ្វើជាជំនួយដល់នាងទៀតផងពេលដែលតួស្រីរបស់យើងកំពុងតែមើលឯកសារហ្នឹងសូយាគេក៏បានសម្លឹងមើលមុខរបស់តួស្រីយើងហើយថែមទាំងលួចញញឹមម្នាក់ឯងអីចឹងណាបន្ទាប់មកទៀតសូយាគេក៏បានឲ្យនាងនៅស្រាវជ្រាវចោលគេនឹងទៅធ្វើកិច្ចការរបស់គេដែរចំណែកតួស្រីវិញនាងក៏បានដកស្រង់អត្ថបទខ្លះៗចេញពីឯកសារហ្នឹងហើយនាងធ្វើវារហូតដល់មិនងងឹតផងដែរក្រោយពីសរសេររួចហើយតួស្រីក៏បានយកវាមកឲ្យសូយាជួយពិនិត្យហើយឆ្លៀតពេលហ្នឹងដែរតួស្រីរបស់យើងនាងក៏បានសម្លឹងមើលមុខរបស់សូយាដូចគ្នាថែមទាំងញញឹមតាមម្នាក់ឯងទៀតគ្រាហ្នឹងដែរខាងសាលាគេក៏បានខំមកតួស្រីរបស់យើងហើយនាងក៏ដើរទៅនិយាយទូរស័ព្ទតែម្ដងទៅនិយាយបានមួយសន្ទុះនាងក៏បានមកមើលសូយាវិញតែបែរជាឃើញគេនឹងដេកលក់នៅលើសាឡុងបាត់ទៅហើយតួស្រីឃើញអញ្ចឹងនាងក៏បានជួយដោះវ៉ែនតាឲ្យសូយានិងព្យាយាមដកយកសភៅចេញពីដៃរបស់គេតែគ្រាហ្នឹងសូយាគេក៏បានកវិដៃចេញជាហេតុធ្វើឲ្យតួស្រីរបស់យើងប៊ីនឹងដួលទៅលើសូយាទៀតផងតែសំណាងល្អនាងបានតបខ្លួនជាប់ប៉ុន្តែពេលនេះមុខនឹងមុខគឺនៅចិត្តគ្នាខ្លាំងមែនតើកំឡុងពេលហ្នឹងដែរបេះដូងរបស់តួស្រីយើងពិតជាលូតលាស់ខ្លាំងហើយនាងក៏បានសម្លឹងមើលបបោមាត់ដល់តូនរបស់សូយាទៀតអមជាមួយនឹងអំពូលភ្លើងរឹមផងនោះធ្វើឲ្យតួស្រីរបស់យើងតបចិត្តទៅបារម្ភអត់ជាប់ទេសូម្បីតែអេដមីនក៏មិនអាកាសនេះកន្លងហួតដែរហើយតួស្រីរបស់យើងនាងក៏មិនអាកាសនេះកន្លងហួតដូចគ្នានាងក៏អោនសន្សំចុះទៅបំរុងនឹងថាបបោមាត់របស់សូយាតែចង្រៃអីគ្រានឹងលីជាហ្នឹងគេក៏បានមកចុចកណ្ដឹងទ្វារជាហេតុធ្វើឲ្យតួស្រីយើងក៏ងើបចេញពីសូយាវិញហើយក៏រត់ទៅបាក់ទ្វារឲ្យលីជាហ្មងទៅគ្រាន់តែឃើញតួស្រីភ្លាមលីជាពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសំឡេងរបស់លីជាហ្នឹងក៏មិនដែលឲ្យសូយាភ្ញាក់ពីគេងផងដែរសូយាក៏បានដើរមកសួរលីជាថាតើឯងមានការអីមែនទេតើលីជាហ្នឹងក៏ប្រាប់ពីគោលបំណងដែលគេមកទីនេះគឺដើម្បីឲ្យសូយាហ្នឹងជួយពន្យល់មេរៀនដល់គេបន្តិចតួស្រីលើអញ្ចឹងនាងក៏សុំលាពួកគេតែម្ដងទៅនៅពេលតួស្រីចេញផុតលីជាក៏បំរុងនឹងចូលទៅក្នុងតែសូយាគេឲ្យចូលឯងគេក៏ស្ដីឲ្យលីជាថាការខិតខំរៀនណាគឺជារឿងល្អខ្លាំងណាស់តែមិនមែនជាពេលនេះនោះទេនិយាយរួចគេក៏បិទទ្វារតែម្ដងទៅនៅឲ្យសាមមកដូចខ្វះពេលមករៀនអីចឹងណារំខានមែនអាប៉ែនេះកុំអីបានមកជប់បាត់ងាកមកមើលខាងតួស្រីវិញដល់ពេលដែលនាងចុះចណ្ដាយយន្តនាងក៏នឹកសម័យពីរឿងមុនហ្នឹងជាហេតុធ្វើឲ្យតួស្រីរបស់យើងពិតជាហួសចិត្តនឹងខ្លួនឯងខ្លាំងមែនតើមិនគួរណាតែចង់ធ្វើអញ្ចឹងដាក់កូនប្រុសរបស់គេសោះលុះពេលដែលនាងមកដល់ផ្ទះនាងក៏បានប្រាប់ម៉ាក់ប៉ារបស់នាងពីរឿងដែលនាងដាក់ពាក្យប្រឡងបើសិនជានាងបានជាប់នាងនឹងត្រូវទៅរៀននៅដើមខែកុម្ភៈជាមិនខានពួកគាត់នឹងហើយក៏មិននិយាយអ្វីទេគ្រានឹងដែរសូយាគេក៏បានឆាប់មកប្រាប់តួស្រីយើងថាលីជាគេបានទៅវិញហើយចឹងគេឲ្យនាងចុះមកអង្គុយលេងជាមួយគេនៅសួនបន្តិចមកក្រោយមកពួកគេទាំងពីរក៏បាននាំគ្នាមកញ៉ាំនំនៅម្ដុំសួនហើយសូយានឹងគេក៏បានសួរនាងពីរឿងទៅរៀនទៀតផងបើសិនជានាងជាប់តើនាងនឹងទៅពេលណាតួស្រីក៏ប្រាប់ថាគឺខែកុម្ភៈនេះហើយគ្រាន់តែលើចឹងភ្លាមសូយាឡើងចំហមាត់ហ្មងព្រោះវាលះហាស់ពេកបន្ទាប់ពីអង្គុយលេងបានមួយសន្ទុះតួស្រីក៏បានត្រឡប់មកវិញហើយនាងក៏យកថង់កោបរបស់សូយាមកមើលទៀតផងមើលបណ្ដានាងក៏បានកាត់បណ្ដាបើសិនជានាងបានទៅរៀននៅស្វីសនោះនាងនឹងខកខានបានឃើញមុខរបស់សូយានឹងខានបានជួបគេច្រើនឆ្នាំអីចឹងទៅដូច្នេះអារម្មណ៍ពេលនេះហាក់ពិតជាតាក់ទើខ្លាំងសាច់រឿងក៏បានកាត់ទៅមើលខាងផ្ទះលោកតារបស់សូយាវិញពេលនេះក្រុមនិស្សិតទាំងអស់ពួកគេក៏បានមករៀនបន្ថែមនៅផ្ទះរបស់លោកតាហើយសូយាក៏នៅទីនឹងដូចគ្នាលោកពេលរៀនចប់ក៏សាប់តាលីជាគេក៏បានសួរសូយាថាតើថ្ងៃនេះលបងឯងមានកិច្ចការរវល់ទៀតទេគ្រាន់តែលើលីជាសួរអញ្ចឹងលោកតានឹងគ្រប់គ្នាពិតជាឆ្ងល់យ៉ាងខ្លាំងតើលីជានឹងក៏បន្តប្រាប់ថាកាលពីម្សិលមិញខ្ញុំបានទៅរកគាត់ដល់ផ្ទះតែមិននឹកស្មានថាបានជួបកញ្ញាស៊ីហ្វាននៅផ្ទះរបស់គាត់សោះគ្រប់គ្នានឹងហើយកាន់តែភ្ញាក់ផ្អើលទៀតហើយប៉ុន្តែសូយាគេក៏បកស្រាយថាកាលពីម្សិលមិញហ្នឹងតួស្រីយើងនាងមានការពឹងពាក់គេជួយហ្នឹងទៅបានជាគេហើយនាងឲ្យតែនិយាយគ្នានៅផ្ទះហ្មងទៅព្រោះនាងនឹងគេរស់នៅក្នុងសង្កាត់ជាមួយគ្នាលោកតាលើហើយគាត់ក៏និយាយបងអាប់សូយាថាគ្រប់គ្នាកុំគិតផ្ដេសផ្ដាសអីសូយាគេគ្រាន់តែជួយកិច្ចការនៃនាងស៊ីហ្វានតើព្រោះនៅម្ដុំហ្នឹងអត់មានហាងកាហ្វេទេសូយាលើលោកតាដឺដងឲ្យគេចឹងគេឡើងខ្មាស់ហ្មងហើយគេក៏សារភាពតាមត្រង់ថារាល់ថ្ងៃហ្នឹងគេកំពុងតែដេញតាមតួស្រីយើងតែអត់ទាន់បានលទ្ធផលទេគ្រប់គ្នាលើហើយក៏អត់សម្ដែងនឹងសូយាផងដែរប៉ុន្តែមើលទៅទឹកមុខរបស់ខាស៊ីនណាដូចជាមិនសប្បាយចិត្តនោះឡើយលោកស្អែកបន្ទាប់នៅពេលដែលសូយាមកធ្វើការក៏សាប់តែបុគ្គលិកពេទ្យទាំងអស់ពួកគេក៏និយាយចម្លែកដាក់សូយាព្រោះពួកគេដឹងពី
តំណែងតំណងរបស់សូយាមិនតែប៉ុណ្ណោះមាត់របស់សូយានឹងគេក៏បានបង្អាប់សូយាពីរឿងនឹងផងដែរហើយគេក៏ប្រាប់ថាបើសិនជាឯងអត់សូវមានបទពិសោធន៍ញ៉ាំស្រីទេនោះគេនឹងបង្រៀនឯងចឹងណាតែសូយានឹងក៏តបវិញថាមិនបាច់ទេនិយាយរួចគេក៏ដាក់ចេញតែម្ដងទៅងាកទៅមើលខាងតួស្រីវិញនៅពេលដែលនាងកំពុងតែញ៉ាំបាយជាមួយនឹងម៉ាក់ប៉ារបស់នាងក៏ស្ដាប់តែពួកគាត់នឹងបានធ្វើជាអានវិស័យប្រចាំថ្ងៃអីណាដោយប៉ារបស់តួស្រីយើងនឹងក៏បានប្រាប់ថាឆ្នាំនេះចំពោះអ្នកដែលចូលចិត្តសង្ងំនៅផ្ទះហាច្បាស់ជានៅលីវពេញមួយជីវិតជាមិនខានទេហើយម៉ាក់របស់តួស្រីយើងនឹងក៏បានបន្ថែមបន្ថយតាមនឹងអីចឹងទៅតួស្រីស្ដាប់ហើយនាងក៏យល់ពីន័យរបស់ពួកគាត់ចង់និយាយដូចគ្នាហើយនាងក៏ប្រាប់ឲ្យពួកគាត់ឈប់គិតពីរឿងហ្នឹងហើយព្រោះនាងចិត្តទៅរៀននៅបរទេសហើយនាងគ្មានពេលឲ្យអ្នកណាទេយ៉ាងណាមិញម៉ាក់របស់តួស្រីយើងគាត់បែរចំណាត់មនុស្សប្រុសម្នាក់ឲ្យតួស្រីរបស់យើងទៅជួបគេនៅថ្ងៃស្អែកនេះអីណាជាហេតុធ្វើឲ្យតួស្រីយើងឡើងកាំងហ្មងណាព្រោះម៉ាក់របស់នាងធ្វើអីលឿនៗដែលមិនបានប្រាប់នាងមុនសោះក្រោយមកសាររបស់យើងក៏បានស្លេះនៅត្រឹមនេះអញ្ចឹងកុំភ្លេចរងចាំទស្សនាជាមួយ admin នៅភាគក្រោយជាបន្តទៀតណាសូមអរគុណ